បង្គោលព្រំដែនមួយនេះគឺស្ថិតនៅលើទឹកដីនៃខេត្តព្រះវិហារហើយនេះគឺជាបង្គោលព្រំដែនរវាងប្រទេសកម្ពុជាហើយនិងប្រទេសឡាវហើយនេះគឺជាផ្លូវធ្វើដំណើរដែលលក្ខណៈផ្លូវនេះគឺជាផ្លូវលំទេអ្នកទាំងអស់គ្នាហើយបង្គោលព្រំដែននេះផងដែរគឺស្ថិតនៅលើភូមិកំពង់ក្រសាំងឃុំកំពង់សាឡៅមួយស្រុកឆែបខេត្តព្រះវិហារអ្នកទាំងអស់គ្នាហើយទីតាំងដែល admin កំពុងតែចង្អុលបង្ហាញនោះគឺទិដ្ឋភាពកោះហ្នឹងគឺជាកោះឡាវទេណាអ្នកទាំងអស់គ្នាហើយតែឆ្លងទូកទៅគឺកោះឡាវហើយអ្នកទាំងអស់គ្នាប៉ុន្តែព្រំដែនទឹកបើតាមការបញ្ជាក់ពីអ្នកជិតខាងក៏ដូចអ្នកភូមិនៅក្នុងតំបន់មួយនេះគាត់ថាដែនទឹកគឺយើងប្រើរួមគ្នាហើយគួរបញ្ជាក់ផងដែរថានៅខាងនោះក៏មានបង្គោលព្រំដែននៅលើដីគោកនៅប្រទេសឡាវដែរប៉ុន្តែខ្ញុំអត់ដែរបានទៅដល់នោះទេអ្នកទាំងគ្នានេះគ្រាន់តែលើតាមអ្នកភូមិដែលគាត់ធ្លាប់បានទៅលេងអ្នកភូមិដែលគាត់ធ្លាប់ដឹងតែប៉ុណ្ណោះហើយនេះក៏ជាបង្គោលព្រំដែនផងដែរគោលព្រំដែនតាមជួរមាត់ទន្លេទៅរហូតអ្នកទាំងអស់គ្នាហើយមកដល់ត្រង់ចំណុចនេះគឺភូមិកំពង់ក្រសាំងកន្លែងកំពង់ក្រសាំងនេះគឺនៅក្បែរផ្ទះអ្នកភូមិតែម្ដងមានបង្គោលរីទៅរហូតដល់ឃុំកំពង់សាឡៅមួយនឹងតែម្ដងហើយបើសិនជាយើងធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែងមកគឺចំណាយពេលប្រហែលជា1ម៉ោងកន្លះបានមកដល់ត្រង់ចំណុចដែល admin កំពុងតែបង្ហាញហ្នឹងតែបើសិនជាធ្វើដំណើរខែវស្សាវិញគឺរៀងពិបាកអ្នកទាំងអស់គ្នាផ្លូវវារៀងល្អិលខ្លះហើយមានអាលាក់មានកលុកជ្រៅថែមទៀតផងហើយបើនិយាយពីខែប្រាំងវិញគឺផ្លូវនេះហុយចុកតែម្ដងគឺมันស្រួលនោះទេក្នុងការធ្វើដំណើរហើយក៏មិនដឹងថាឆ្នាំណាខែណាឬក៏ពេលណានោះទេដែលគេនឹងសាងសង់ផ្លូវក្រាលកៅស៊ូជូនទៅដល់ពុកម៉ែបងប្អូនដែលរស់នៅតាមព្រំដែនកម្ពុជាឡាវនេះហើយបើនិយាយពីបង្គោលព្រំដែននៅនោះវិញគឺធ្វើតាមមាត់ទន្លេមករហូតនៅទាំងអស់គ្នាគឺមករហូតដល់កំពង់ពោហើយឥឡូវនេះគឺ admin បានមកដល់កំពង់ពោហើយភូមិនេះគឺមានឈ្មោះថាភូមិកំពង់ពោដែលមានព្រំប្រទល់ខាងកើតទល់នឹងប្រទេសឡាវដែលខ័ណ្ឌដោយទន្លេមេគង្គខាងលិចទល់ជាមួយនឹងភូមិកំពង់ស្រឡៅបើយើងក៏លេខមកមើលពីការរស់នៅក្នុងតំបន់នេះភាគច្រើនគឺចំណាក់ស្រុកទៅប្រទេសថៃការដែលយើងមិនទាន់មានរឿងរ៉ាវជាមួយនឹងប្រទេសថៃហ្នឹងគឺភូមិនេះគឺសឹងថាមានកូនទៅថៃច្រើនខ្លាំងមែនទែនអ្នកនរគ្នានិយាយរួមទៅគឺចំណាក់ស្រុកទៅថៃខ្លះទៅឡាវខ្លះអញ្ចឹងណាអ្នកនរគ្នាផ្សារភូមិនេះគឺពីការប្រកបរបររស៊ីអីគឺរំពឹងទៅលើកសិកម្មដាំដុះដូចជាដំណាំស្រូវហ្នឹងគឺភាគច្រើនហើយបើនិយាយពីដំណាំស្វាយចន្ទីហ្នឹងគឺមិនសូវជាមានប្រមាណនោះទេគឺមានតែមានត្រុសដោយសារតែដីតំបន់នេះវាលក្ខណៈដីជាំទឹកអញ្ចឹងបងប្អូនជាកសិករគាត់ធ្វើដំណាំស្រូវភាគច្រើនហើយជាចុងក្រោយនៅក្នុងវីដេអូមួយនេះ admin ក៏សូមមានតែប៉ុណ្្នឹងចុះចែករំលែកទៅកាន់ពុកម៉ែបងប្អូនអរគុណជម្រាប